ប្រមាណឆ្នាំកន្លងហើយសមាគមកសិករខេត្តសុកតាំងបានបំផុសទូលំទូលាយចលនាកសិករប្រឡងប្រណាំងផលិតធ្វើអាជីវកម្មពូកែនិងបានបណ្ដាសមាជិកចូលរួមជ្រែងយ៉ាងសកម្មចលនានេះបាននាំមកប្រសិទ្ធភាពជាក់ស្ដែងជាច្រើនក្នុងការបង្វែររចនាសម្ព័ន្ធផលិតកសិកម្មរបស់ខេត្តលើកស្ទួយជីវភាពកសិកររួមចំណែកធ្វើឲ្យទិដ្ឋភាពជនបទផ្លាស់ប្ដូរថ្មីចលនាកសិករប្រឡងប្រណាំងផលិតធ្វើអាជីវកម្មពូកែសាមគ្គីជួយគ្នាធ្វើមាននិងបន្ថយក្ររឹងមាំជាចលនាមួយក្នុងបណ្ដាចលនាចម្បងដោយសមាគមកសិករវៀតណាមបំផុសចលនាបច្ចុប្បន្នចលនានេះបានវិវត្តក្លាយជាចលនាមហាជនយ៉ាងទូលំទូលាយក្នុងខេត្តសុកតាំងទាក់ទាញកសិករចូលរួមយ៉ាងច្រើនកកកប្រមាណឆ្នាំកន្លងហើយទម្រង់កសិករផលិតធ្វើអាជីវកម្មពូកែនៅខេត្តសុកតាំងបានលើកទឹកចិត្តរបៀបរកស៊ីថ្មីផងផ្ដល់ព័ត៌មានបណ្ដាទម្រង់រកស៊ីមានប្រសិទ្ធភាពផងជួយបងប្អូនកសិករអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិតបង្កើនចំណូលកែលម្អជីវភាពphong trào nông dân thi đua sản xuất kinh doanh giỏi ចលនាកសិករប្រឡងប្រណាំងផលិតធ្វើអាជីវកម្មពូកែសាមគ្គីជួយគ្នាធ្វើមាននិងបន្ថយក្ររឹងមាំបានសមាគមកសិករគ្រប់ជាន់ថ្នាក់ក្នុងខេត្តបំផុសច្រើនឆ្នាំមកហើយប្រមាណឆ្នាំកន្លងចលនាបានរួមចំណែកពង្រីកសេដ្ឋកិច្ចបង្វែររចនាសម្ព័ន្ធដំណាំសត្វចិញ្ចឹមនៅខេត្តសុកតាំងព្រមជាមួយនោះរួមចំណែកជំរុញការផលិតធ្វើអាជីវកម្មនៅភូមិភាគប្រកបដោយភាពរឹងមាំនិងការពារបរិស្ថានចលនានេះបានបង្កបរិយាកាសប្រឡងប្រណាំងយ៉ាងពុះពោនៅបណ្ដាសមាគមគ្រប់ជាន់ថ្នាក់ក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិឆ្លងតាមចលនានេះបានកើតមានកសិករគំរូជាច្រើនឈានឡើងធ្វើមានកសិករខេត្តសុកតាំងចាត់តាំងសន្និបាតបូកសរុបចលនាកសិករផលិតធ្វើអាជីវកម្មពូកែសាមគ្គីជួយគ្នាធ្វើមាននិងបន្ថយក្ររឹងមាំលើកទី9ដំណាក់កាល2000-2014កសិករផលិតធ្វើអាជីវកម្មពូកែចំនួន200រូបបានស្ងាយសរសើរនៅសន្និបាតនេះក្នុង2ឆ្នាំកន្លងឆ្លងតាមការផ្សព្វផ្សាយបំផុសទូទាំងខេត្តមានកសិករជាង139,000គ្រួសារចុះឈ្មោះផលិតធ្វើអាជីវកម្មពូកែគ្រប់ជាន់ថ្នាក់លើបណ្ដាវិស័យដូចផលិតស្រូវដាំដំណាំដាំឈើហូបផ្លែនិងចិញ្ចឹមសត្វជាដើមឆ្លងតាមការពិនិត្យមានចំនួន82,014គ្រួសារសម្រាប់កិត្តិនាមកសិករផលិតធ្វើអាជីវកម្មពូកែគ្រប់ជាន់ថ្នាក់សម្រាប់ 59% ប្រៀបជាមួយចំនួនគ្រួសារចុះឈ្មោះក្នុងនោះថ្នាក់មជ្ឈិមមាន213គ្រួសារថ្នាក់ខេត្ត990គ្រួសារថ្នាក់ស្រុក15,614គ្រួសារថ្នាក់មូលដ្ឋាន65,197គ្រួសារលោកសឿងយុងជាកសិករផលិតពូកែថ្នាក់ខេត្តដំណាក់កាល2012-2014ថ្ងៃនេះបានស្ងាយសរសើរកសិករផលិតពូកែលោកសឿងយុងសែនសោមនស្សរីករាយនិងរៀនសូត្របានច្រើនបទពិសោធន៍ពីបណ្ដាទម្រង់ផលិតមានប្រសិទ្ធភាពដូចការគេចូលអញ្ចឹងមកប្រជុំអញ្ចឹងមកឲ្យយើងរៀបរាប់យើងដឹងការរស់ស៊ីអញ្ចឹងហើយតណ្ដាដូចថាដូចការគេចង់មកសាយចង់បានយើងម្នាក់ហើយតណ្ដាយើងដល់មកប្រជុំមើលដឹងរៀបរាប់យើងរស់ស៊ីតែយើងខំបាំងរស់ស៊ីធ្វើការមកឃើញនេះការទៅការគេដាំការរស់ស៊ីញ៉ាំគោញ៉ាំអីចឹងមកដូចថាញ៉ាំនំក្នុងផ្ទះខ្ញុំគង់ដាំការដែរមកញ៉ាំដាំគង់អញ្ចឹងបានផលលីគីចឹងដែរមកតាំងពីខ្ញុំចាប់ដើមដាំការខ្ញុំដាំដែលឆ្នាំណាខុសដែរយើងមកថាឃើញអ្នករស់ស៊ីហ្នឹងគេមានផលមានគេមានកំបើអញ្ចឹងយើងណាដូចថាយើងទៅវិញlàយើងរៀនតាមគេបាំងរស់ស៊ីអញ្ចឹងទៅឲ្យមានបានទៅទុកឲ្យកូនថ្ងៃក្រោយលោកតាំងអឿងជាកសិករមួយរូបក្នុងចំណោមកសិករផលិតពូកែរបស់ឃុំយាងអាងស្រុកតឹងដេខេត្តសុកតាំង24ឆ្នាំមុននេះគ្រួសារលោកមានដីស្រែតែ5កុងប៉ុណ្ណោះប៉ុន្តែដោយទទួលបានការឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចភូមិភាគ
បូកផ្សំជាមួយការស៊ូទ្រាំលំបាកលោកតាំងអឿងទិញបន្ថែមដីស្រែបានចំនួន13កុងផ្ដើមពីគោទឹកដោះមួយក្បាលដោយគម្រោងការលើកស្ទួយជីវភាពជនបទខេត្តសុកតាំងឧបត្ថម្ភនិងបលទុនធនាគារគោលនយោបាយសង្គម10លានដុងដើម្បីពង្រីករបរចិញ្ចឹមគោទឹកដោះមកដល់សប្តាហ៍ថ្ងៃនេះគ្រួសារលោកមានគោចំនួន8ក្បាលកំពុងផ្ដល់ទឹកដោះគោមួយក្បាលផ្ដល់ទឹកដោះមួយថ្ងៃចំនួន15គីឡូក្រាមជាមួយថ្លៃលក់12,900ដុង1គីឡូក្រាមក្នុងមួយថ្ងៃលោកមានចំណូលប្រមាណ1,500,000ដុងកាលមិនតាន់មានទឹកដោះគោនឹងយើងធ្វើស្រែធ្វើចំការទិញទួយនឹងជីវភាពពិបាកណាឆ្នាំ2004ហ្នឹងរដ្ឋទៅជួយបានគោមួយនឹងមកយើងហើយក៏យើងខំចិញ្ចឹមទិញថែមបានគោឡើងដល់សប្តាហ៍ដល់ឥឡូវហ្នឹងបានទាំងអស់ហ្នឹងឡើងដល់12គោមួយយកក្នុងមួយថ្ងៃ15គីឡូក្នុងកូនមួយយើងយកម្ដងអញ្ចឹងlà 10ខែយកបានក្នុងមួយកូនមួយអញ្ចឹងយើងយកបានគិតស្មើហ្នឹងក៏បាន45លានកាលពីមុននេះប្រជាជននៅឃុំយាងអាងចិញ្ចឹមគោទឹកដោះផ្អែកទៅលើប្រភពស្មៅមានស្រាប់នៅក្នុងធម្មជាតិប៉ុន្តែស្មៅធម្មជាតិដុះច្រើនទៅក្នុងរដូវភ្លៀងទេជាងនេះទៅទៀតរបស់ចិញ្ចឹមគោទឹកដោះនៅឃុំយាងអាងមួយថ្ងៃកាន់តែរីកចម្រើនឡើងក្នុងពេលនោះដីកសិកម្មមួយថ្ងៃកាន់តែតិចទៅម្ល៉េះហើយដើម្បីធានាគ្រប់ប្រភពស្មៅឲ្យគោស៊ីគ្រួសារបងតាំងអឿងទុកដី8កុងសម្រាប់ដាំស្មៅមិនណាយើងចាំគោយើងទៅកាត់ស្មៅនៃធម្មជាតិហើយដល់សប្តាហ៍ថ្ងៃហ្នឹងthìបងប្អូនណាក៏ចេះចាំគោអស់thìស្មៅធម្មជាតិthìពិបាកទៅរត់ណាហើយយើងដើម្បីយើងទុកដីយើងនឹងទិញដីមកវិញខ្សែសំទិញដីដាំស្មៅដើម្បីឲ្យក្នុងគោខ្ញុំគិតថាក្នុងគោ3thìដាំស្មៅ2កុងស្មៅកៅពីស្មៅthìយើងឲ្យស៊ីទី1គឺអំបៅទី2គឺនឹងទឹកអាំងហុងហោបឆ្នាំ2007លោកតាំងអឿងមានកិត្តិយសបាននាយករដ្ឋមន្ត្រីជួនប៉ាន់សរសើរដោយសម្រេចស្នាដៃក្នុងចលនាកសិករផលិតធ្វើអាជីវកម្មពូកែប្រការនេះកាន់តែញ៉ាំងឲ្យលោកមានបន្ថែមកម្លាំងបន្តខិតខំពលកម្មអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការដាំដុះចិញ្ចឹមសត្វបង្កើនចំណូលឲ្យគ្រួសាររួមចំណែកបំបត្តិអត់ឃ្លីបន្ថយភាពក្រីក្រនៅភូមិភាគមួយជីវិតនេះខ្ញុំមិនដែលបានប្រទះដែលតាន់សរសើររបស់នាយករដ្ឋមន្ត្រីបានអញ្ចឹងខ្ញុំអំភើអរគុណបានអញ្ចឹងហើយខ្ញុំថាឆ្នាំទៅមុខទៀតខ្ញុំប្រឹងឲ្យបានល្អជាងនឹងទៀតតែឲ្យបានមានបានទៅមុខដើម្បីជួយបងប្អូនហាងតម្លើងបានជួយបានយ៉ាងណាthìយើងជួយចាប់តាំងពីដើមឆ្នាំ2014មកដល់សប្តាហ៍ថ្ងៃនេះសមាគមកសិករខេត្តសុកតាំងចាត់តាំងបើកថ្នាក់បង្កើនវិទ្យាសាស្ត្របច្ចេកទេសអំពីបែបបទដាំដុះចិញ្ចឹមសត្វបានចំនួន4218ថ្នាក់មានកសិករចូលរួមជាង170,000នាក់ទន្ទឹមនឹងនោះសមាគមបានគួបផ្សំជាមួយបណ្ដាផ្នែកបង្កើតបាន83សហករណ៍ផលិតកសិកម្ម978ក្រុមសហការផលិតចូលរួមក្រុមសហការផលិតបងប្អូនកសិករបានណែនាំអំពីបែបបទបច្ចេកទេសផលិតតាមរបៀបថ្មីសម្រាប់លទ្ធផលសេដ្ឋកិច្ចខ្ពស់កាលមិនតាន់ចូលក្រុមសហការហ្នឹងយើងបានតែមួយគីហ្នឹងធ្វើហ្នឹងហើយអស់តន់ហ្នឹងក៏ច្រើនដែរយើងមិនតាន់ដឹងការយើងធ្វើទៅសិតខុសឥឡូវខ្ញុំក្រុមហ្នឹងមកគេណែនាំឲ្យយើងធ្វើការបាច់ជីបាញ់ថ្នាំយើងត្រូវចុះពូជហ្នឹងប្រហែលគីមួយកង់អញ្ចឹងណែនាំយើងធ្វើទៅឃើញបានផលនៅឃុំភូមិស្រុកមីទូបងថៃភូសាក៏ជាកសិករផលិតពូកែរបស់ខេត្តសុកតាំងដែរបងកសាងគ្រួសារនៅឆ្នាំ1985និងបានឪពុកម្ដាយឲ្យដីស្រែ5កុងអាស្រ័យប៉ិនប្រសពក្នុងការគិតគូររកស៊ីទៅសេដ្ឋកិច្ចគ្រួសារបងបានស្ថិរភាពនិងកំពុងរីកចម្រើនឡើងឆ្នាំ2010បងថៃភូសា
បានប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកតាំងជូនប៉ាន់សរសើរដោយសម្រេចល្អចលនាកសិករផលិតធ្វើអាជីវកម្មពូកែដំណាក់កាល 2005-2009 ធ្វើស្រែបាក់ហើយផ្សំមួយចំការដាំណាំមកហើយកាលនោះហត់កាលនោះប៉ឹងmình không hệtខ្លួនឯងយកទៅសាលុកcái lót nhé hay là sau mãn thì ẩn vẫn dựa cái nó chắc là xăm thì hay cõi đòn xăm ban lạc la đó thì dân hủa bơm hiệt đây tức thêm chua thêm dân không mãn năm ấy chẳng hay đò ban thì ban rót là bình chét đi hành casco phải được cái đó dân cờ đi hay là tự hào đó hay bàn dân khách không thêm tiết មកដល់ពេលនេះបងថៃភូសាមានដីស្រែទាំងអស់ចំនួន100កុងបានការជំនួយរបស់រដ្ឋអំណាចភូមិភាគនិងផ្នែកកសិកម្មបងសាបងវ៉ៃជាសន្សំពីការផលិតតាមបទពិសោធន៍ចាស់មកអនុវត្តបច្ចេកទេសថ្មីតាមកម្មវិធីបន្ថយ3បង្កើន3ជាមួយចំនួនផ្ទៃដីនេះបងមានម៉ាស៊ីនភ្ជួរដីមួយគ្រឿងពេលផាត់ទាត់សហុយរួចក្នុងមួយរដូវស្រូវបងសាទទួលបានប្រាក់ចំណេញរាប់រយលានដង ហើយឥឡូវរៀបចំចោះពូជលើកទី 2 ដល់ដៅសម្បកបាទកំពុងធ្វើដីកាលមិនធ្វើក្នុងមួយកុងបាន500គីហើយដល់ឥឡូវមានបើកថ្នាក់នៅក្នុងឃុំភូមិបើកថ្នាក់ PPM អំពីធ្វើរបៀបធ្វើដីរបៀបពូជចោះពូជក៏មកដោយពូជយើងព្រោះដល់ជីថ្នាំអីណាឥឡូវបានមកកុងឡើងទៅ8គី9គី ក្រៅពីផលិតស្រូវគ្រួសារបងថៃភូសានៅចិញ្ចឹមជ្រូកទៀតផងដើម្បីមានបន្ថែមចំណូលកាលពីមុននេះគ្រួសារបងចិញ្ចឹមជ្រូកឲ្យស៊ីកន្ទក់និងបបរបងពេលថែទាំច្រើនលទ្ធផលសេដ្ឋកិច្ចទាបប៉ុន្តែប្រហែល10ឆ្នាំមកនេះបានផ្នែកពេទ្យសត្វណែនាំបច្ចេកទេសចិញ្ចឹមជ្រូករបស់គ្រួសារបងឆាប់ធំជាងជាមជ្ឈមក្នុងមួយឆ្នាំគ្រួសារបងទទួលបានប្រាក់ចំណូលប្រមាណ50លានដង rồi chăm mê pia ba là mẹ ban côn máu nhưng tục chăm ngọ cả mình chăm tập pia đón này hay chăm trong một năm nó cả nó chắp ra mình muốn rồi nhưng vô đầm chế cái bỏ nhấn hay khơi nó vào hot đã cổ đi men rồi nhưng men tài liệu và khung nó ấp đó thì men nạc cho mò bằng cọp ca làm việc chăm sóc á hay bạn nhưng vô ban cặp ban là hưởng ca chăm hay ôi thay chuột ấy hay oxy thức ăn ấy đòi dân ơi áp dụng là oxy đánh thức ăn vừa nắm bay đòn ឆ្លងតាមចលនាកសិករផលិតធ្វើអាជីវកម្មពូកែជីវភាពកសិករនៅខេត្តសុកតាំងនិយាយរួមកសិករខ្មែរនិយាយដល់ឡែកជាសន្សំបានកែលម្អរួមចំណែកធ្វើឲ្យមុខមាត់ជនបទមួយថ្ងៃកាន់តែផ្លាស់ប្ដូរថ្មីបណ្ដាកសិករផលិតពូកែមិនត្រឹមតែធ្វើមានឲ្យខ្លួនឯងប៉ុណ្ណោះទេថែមទាំងរួមចំណែកជំរុញការអភិវឌ្ឍកសិកម្មជនបទខេត្តសុកតាំងលើគ្រប់វិស័យនិងប្រកបដោយភាពរឹងមាំទៀតផង